ធ្លាប់តែផឹក Sprite ប៉ុន្តែថ្ងៃនេះខ្ញុំយក Sprite យកមកធ្វើមុខម្ហូបបែបចិនវិញម្ដងនេះគឺជាគ្រឿងផ្សំដែលយើងត្រូវការនៅក្នុងការធ្វើមុខម្ហូបមុខនេះហើយគ្រឿងផ្សំសំខាន់នោះគឺ Sprite នេះឯងបង្គាបើសិនជាបងប្អូនចង់ឲ្យមានរសជាតិឆ្ងាញ់ស្រស់ហើយដាក់ត្រាំទឹកកកតិចទៅណាចាក់បង្គាចូលបន្ទាប់មកដាក់ខ្ទឹមសខ្ទឹមក្រហមបារាំងពណ៌សខ្ទឹមបារាំងពណ៌ក្រហមម្ទេសហើយនិងទឹកស៊ីអ៊ីវទឹកពណ៌ខ្មៅនេះដែរគឺជាទឹកខ្មេះបបប្រទេសចិនក្លិនរបស់វាគឺឈ្ងុយខ្លាំងបើបងប្អូនអត់មានអាចដាក់ទឹកខ្មេះខ្មែរយើងក៏បានដែរបន្ទាប់មកទៀតគឺយើងដាក់ម្ទេសឆាបែបចិនហើយរោយម្សៅស៊ុបបន្តិចមកដាក់ក្រូចឆ្មាពណ៌លឿងដោយសារតែក្លិនវាអត់ហាងហើយឈ្ងុយជាងក្រូចឆ្មាពណ៌បៃតងណាហើយបន្ទាប់មកគឺយើងដាក់ជី parsley បើបងប្អូនអត់មានជី parsley ទេអាចដាក់ជំនួសទៅដោយជីវ៉ាន់ស៊ុយក៏បានហើយនិងស្លឹកខ្ទឹមយើងក៏បានដែរដាក់ Sprite ចូលបន្តិចហើយច្បល់ឲ្យសព្វចូលគ្នាហើយគឺជាការស្រេចតែម្ដងនិយាយរួមទៅម្ហូបមួយមុខនេះគឺស្រួលចម្អិនខ្លាំងមែនទែនហើយបងប្អូនកុំបារម្ភថាដាក់ Sprite អីអញ្ចឹងទៅគឺញ៉ាំអត់កើតរសជាតិពិបាកទទួលយកអីតែសម្រាប់ខ្ញុំអ្នកដែលចូលចិត្តម្ហូបចិនអីហ្នឹងគឺខ្ញុំធានាឲ្យមួយមុខនេះគឺរសជាតិប្លែកហើយឆ្ងាញ់ខ្លាំងមែនទែនហ្មងបងប្អូនអាចសាកបានណា